បាទលោកសម្បត្តិកសលខ្ញុំហៅលោកលេងហៅដំអាសន័យត្រីទៀតហើយព្រោះត្រូវបានជាប់គុកហើយបាទអញ្ចឹងតុលាការខេត្តសៀមរាបបានសម្រេចឃុំខ្លួនលោកសម្បត្តិកសលដាក់ពន្ធនាគារពីបទប៉ុនប៉ងសោកប៉ាន់និងបទប្តឹងបរិហាគេដោយភូតកុហកក្រោយពេលដែលអង្គភាពប្រចាំអំពើពុករលួយបានសួរដេញដោលស៊ើបអង្កេតយ៉ាងច្រើនក្រាស់ក្រែលប្រហែលថ្ងៃកន្លងមកនេះបាទនៅទីបញ្ចប់បាទលោកសម្បត្តិកសលត្រូវបានឃុំខ្លួនហើយសូមអនុញ្ញាតអធិប្បាយដំណើររឿងខ្លីៗខ្លះបន្តិចមិនវែងទេបាទប្រិមិត្តរឿងសម្បត្តិកសលនេះគឺមានរឿងរ៉ាវច្រើនតាំងពីនៅខេត្តរតនគិរីជាអធិការនគរបាលស្រុកគាត់ត្រូវបានបាទមន្ត្រីនគរបាលក្រមអាវ៉ាត់ប្តឹងកាលពី2020ការទូនាទីជាវរៈសេនីយ៍តួគាត់បានបាញ់គម្រាមមន្ត្រីនគរបាលថ្នាក់ក្រោមបាទនេះសបកកទូកាលពី2020និយាយត្រុសទេចាំបន្តមកទៀតដោយសារតែមន្ត្រីនគរបាលនៅក្រមអាវ៉ាត់ប្តឹងលោកសម្បត្តិកសលអធិការនគរបាលស្រុកតាវែងមកស្នងការដ្ឋាននគរបាលខេត្តរតនគិរីដោយក្រុមមន្ត្រីនគរបាលទាំងអស់ក្រមអាវ៉ាត់គាត់បានលើកឡើងថាគម្រាមដោយអាវុធកងកម្លាំងជេរប្រមាថថាពួកឯងដោយសារតែខ្លាចពួកអ្នករកស៊ីនៅស្រុកតាវែងនេះមានចរិតមិនល្អចោតប្រកាន់ធ្វើឲ្យបានន័យថាគាត់មានមោទនភាពកាន់តែខ្លាំងកាលនៅ2020ស្រុកតាវែងជាអធិការស្រុកបាទគឺក្រមត្រីនគរបាលបានលើកឡើងចំនួន4ចំណុចដាក់ពាក្យប្តឹងមកស្នងការដ្ឋាននគរបាលខេត្តហើយបានគាត់បដូរចេញពីខេត្តរតនគិរីទី1គឺគាត់អួតអាងថាគាត់មានខ្នងធំគ្មានអ្នកណាធ្វើអីទេទី2គាត់មានមកកាន់អធិការនេះគឺគាត់ក៏ខ្នងដែរហើយទី3មើលងាយនឹងជេរប្រមាថកងកម្លាំងប៉ូលីសថាអាចក្រនឹងមិនចេះយកលុយពីអ្នករកស៊ីដឹកគ្រាប់ស្វាយចន្ទីដឹកបន្លែផ្លែឈើត្រីសាច់តាមម៉ូតូឡាក់ទី4គម្រាមផ្លាស់ប្ដូរដកចេញពីក្របខ័ណ្ឌត្រីនគរបាលទាំងអស់ឈុំដោយគ្មានមូលហេតុនិងប្ដូរទីតាំងត្រីនគរបាលឧទាហរណ៍គាត់ធ្លាប់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលនេះប្ដូរតាមរយៈគាត់ទៅស្នើតាមរយៈអីហ្នឹងគឺគាត់ប្ដូរតាមក្បាលបាលគាត់អាហ្នឹងក៏គាត់នេះគឺស្នាមមេដៃដែលផ្ដិតនេះគេកន្លងទៅក្រោយពេលដែលមានការបែកធ្លាយរឿងហ្នឹងមកគាត់ក៏បានផ្ទេរចេញពីស្នងការដ្ឋាននគរបាលខេត្តរតនគិរីក្នុងនាមជាអធិការស្រុកតាវែងចា៎មកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាទនៅបន្ទាយមានជ័យមានរឿងប្រមាណនោះ3ឆ្នាំចុងក្រោយបើ2020 2021 2023មិនរឿងពាក់ព័ន្ធទៅនឹងការរត់ការក្របខ័ណ្ឌអត់សម្រាប់លុយអត់ត្រឡប់ទៅវិញក៏មានបញ្ហាបែបហ្នឹងជាមួយនឹងកូនបំណុលដែលគាត់ចោទប្រកាន់ទៅតាមតុលាការថាបោកប្រាស់ស្អីផ្សេងប្តឹងគ្នាទៅវិញទៅមករហូតដល់កូនបំណុលជាប់គុកនៅសាលាដំបងខេត្តហើយបន្តមកទៀតគឺរួចខ្លួននៅសាលាឧទ្ធរខេត្តបាត់ដំបងហ្នឹងខ្ញុំនិយាយទ្រុសទេក្រោយមកទៀតនៅពេលដែលមានរឿងហើយគាត់បានផ្ទេរពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមកកាន់នាយកដ្ឋានវិទ្យុតាក់ទងក្រសួងមហាផ្ទៃវិញបាទផ្ទេរទៅថ្មីទេបាទផ្ទេរទៅថ្មីឥឡូវការផ្ទេររបស់គាត់ដោយសារតែមានរឿងរ៉ាវជាបន្តបន្ទាប់អាចខ្លាចក្រែងថានៅបន្ទាយមានជ័យមិនស្រួលដោយសារតែគាត់បាទបោកលុយគេភូតកុហករត់ការអីផ្សេង1 2 3 4 5នៅក្នុងសេចក្តីប្រកាសរបស់តុលាការជាក់ស្ដែងអញ្ចឹងទៅក៏គាត់ផ្ទេរមកកាន់នាយកដ្ឋានវិទ្យុតាក់ទងបាទវិទ្យុតាក់ទងឥឡូវនេះគឺថាប្រកាសរបស់តុលាការខេត្តសៀមរាបគឺសម្រាប់ឃុំខ្លួនហើយគឺលោកសម្បត្តិកសលអាយុ41ឆ្នាំតែពិតគេដាក់44អ្នកខ្លះគេដាក់44ឆ្នាំអ្នកខ្លះដាក់41ប៉ុន្តែតុលាការគេថាមើលសង្កត់ភាពត្រូវដាក់41តាមតុលាការដែរទៅបាទ41ឆ្នាំអតីតស្នងការរឿងខេត្តបន្ទាយមានជ័យតាមពិតមិនមែនស្នងការរឿងខេត្តបន្ទាយមានជ័យនេះគាត់ផ្ទេរមកខាងនាយកដ្ឋានវិទ្យុតាក់ទងហើយលេងស្នងការរឿងទៀតហើយតែបើកាលគាត់ប្រព្រឹត្តបទល្មើស2023ហ្នឹងគឺគាត់ស្នងការរឿងមែនបាទអញ្ចឹងយោងតាមដីការបស់លោកភពផានរិនចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តសៀមរាបកាលពីថ្ងៃ10ឧសភាបង្ហាញថាពីបទប៉ុនប៉ងសូប៉ាន់ប្រព្រឹត្តនៅខាងខេត្តបន្ទាយមានជ័យអំឡុងឆ្នាំ2023បទល្មើសព្រំទាន់ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា32នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងមាត្រា27មាត្រា605នៃក្រមព្រហ្មទណ្ឌពីបទប្តឹងបរិហាដោយភូតកុហកប្រព្រឹត្តនៅខេត្តសៀមរាបគាត់ប្តឹងគេនៅសៀមរាបបទល្មើសព្រហ្មទណ្ឌចែងឲ្យផ្ដន្ទាទោសបញ្ញត្តិមាត្រា41នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងបទសូប៉ាន់ប្រព្រឹត្តនៅហាងកាហ្វេម៉ាកន្លែងបាទតែដោយតុលាការគេបញ្ជាក់ច្បាស់ Brown Riverside នៅមាត់មិនមាត់ទន្លេទេមាត់ស្ទឹងព្រោះនៅសៀមរាបហ្នឹងBrown អូនៅពេញតាគេដាក់នៅពេញតាមាត់ទន្លេខ្ញុំច្រឡំព្រោះរឿងនៅសៀមរាបវាណៃណងផងប្រិមិត្តបាទនៅមាត់ទន្លេការជួបហ្នឹងណាកាលពីថ្ងៃ23មេសា2025
បាត់ល្មើសព្រំប្រទានអូច្រើនមែនទេបាត់ល្មើសគាត់បញ្ញត្តិ32នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ605នៃក្រមព្រំប្រទានជាបណ្ដោះអាសន្នគឺជាប់គុកបាទជាប់គុកបណ្ដោះអាសន្នហើយចាក្រមស៊ើបសួរបានចេញដីកាឃុំខ្លួនហើយជំនុំជម្រះនឹងប្រហែលជាអាច3ទៅ4ខែ6ខែទៀតតើវាសនានឹងទៅជាយ៉ាងណាចាក្រមជំនុំជម្រះនឹងគេចេញដីកាផ្លូវការក្នុងការឃុំខ្លួនតែម្ដងបាទអញ្ចឹងគឺសូមឲ្យលោកអ្នកបានជ្រាបក្រោយពេលដែលតុលាការខេត្តសៀមរាបបាននេះថាផ្ទេរអង្គរឿងផ្សេងមកអង្គភាពប្រឆាំងអំពើពុករលួយប្រហែលជាជាងមួយសប្តាហ៍នេះសមត្ថកិច្ចជំនាញអង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតនីតិវិធីរកហេតុផលទិញហេតុផលផ្សេងក្រោយមកក៏បានប្រកាសជាលិលាអក្សរថាត្រូវបានរកឃើញបទល្មើសលោកសម្បត្តិកុសលហើយក៏សម្រាប់រៀបចំឯកសារផ្សេងហ្នឹងបញ្ជូនទៅកាន់អាយកាអមសាលាដំបងខេត្តសៀមរាបដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការឃុំខ្លួនបណ្ដោះអាសន្នឥឡូវជាប់គុកខេត្តសៀមរាបចា៎បាទអរគុណចេញមកឲ្យចង់ភ័ណ្ឌប្រាំងបាទយុវឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនបានចុះបង្ក្រាបទីតាំងហាងផឹកស៊ី2កន្លែងខាត់បានស្ត្រី26នាក់បាទនារីណាហាងផឹកស៊ីចំនួន2កន្លែងនៅជិតគ្នាយីហោមលុបដងខ្ទិះបាទនិងហាងអង្គរជុំត្រជាក់ចិត្តត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនចុះបិទបណ្ដោះអាសន្នខាត់ខ្លួនបានជាបន្តបន្ទាប់នៅបុគ្គលិកហាងសរុប26រូបយកទៅសួរនាំបាទទីតាំងនេះស្ថិតនៅក្នុងភូមិតាពាំងកសាំងសង្កាត់តាពាំងកសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្រោយពីមានរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថាមាននារីក្មេងៗមិនទាន់គ្រប់អាយុទេបានចូលមកបម្រើភ្ញៀវនៅក្នុងហាងហើយអាចឈានទៅដល់ការនេះនោះផ្សេងទៀតបាទបន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនាយកដ្ឋានក៏បានប្រឆាំងការជួញដូរមនុស្សបានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍ក៏បានរដ្ឋបាលរួមទាំងអាជ្ញាធរបើករថយន្តសាំងចុងជាច្រើនគ្រឿងទៅដឹកនិងដាក់បាំងនៅមុខហាងបាទទាំងមានភ្ញៀវអូអ្នកមានភ្ញៀវនឹងភ្ញៀវរតនាក្នុងហាងទាំងពីរហ្នឹងសមត្ថកិច្ចឲ្យភ្ញៀវចេញថ្លៃហូបចុករួចរាល់ហើយចេញទៅផ្ទះរៀងខ្លួនទៅទុកម្ចាស់ហាងមេការនឹងបុគ្គលិកតែប៉ុណ្ណោះមិនថាហេងទេហើយបានសមត្ថកិច្ចទៅដល់អ្នកផឹកស៊ីគេចេញអស់ហើយណាព័ត៌មានថតចុះឡើងនឹងប្រពន្ធឃើញរឿងទៀតតែដូចជាមានខុសទេគាត់ចូលហូបស៊ីហូបផឹកចឹងចូលហូបចុកតើផឹកស៊ីតើមានអីខុសហាងត្រជាក់ចិត្តនេះក៏បិទអីចម្រឹងដែកដូចពុនស៊ីគីបិទចម្រឹងដែកចូលអត់រួចទេអង្គជុំត្រជាក់ចិត្តបាទយុទ្ធនាការបង្ក្រាបហាងខាងលើគឺថាមេការបុគ្គលិក13នាក់ដូចគ្នានិងនារី26នាក់ផ្សេងទៀតដឹកតាមរថយន្តសាំងយ៉ុងចំនួន4គ្រឿងយកទៅសួរនាំនៅជំនាញអគ្គនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនដែលទៅសេមកអគ្គនាយកដ្ឋានអត់ត្រូវទេមាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សទេបាទអញ្ចឹងទៅសួរនាំសិនបិទហាងទាំងពីរអ្វីដែលគេពិនិត្យឃើញថាល្អប្រសើរនោះគឺភ្ញៀវដែលចូលទៅហូបចុកត្រូវបានគិតលុយឲ្យរួចរាល់ឲ្យម្ចាស់តកែសិនហើយខ្លួនឯងចេញប្រាប់ទៅទុកតែថៅកែបុគ្គលិកនិងនារីទាំង26រូបបានហើយនេះអូគេចូលទៅក្នុងនោះដាក់សិនទៅឆាត់ទេណាចូលទៅក្នុងជ្រៅខ្ទប់តែពីមុខចប់ឲ្យមានណារូបតារូបអរគុណឥឡូវចូលទៅកាន់រឿងកុកមិនភ្លេចចុងមិនភ្លេចកុកអានឹងស្អីគេរឿងហ្នឹងក៏ចម្លែកម្លេះណា